យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ប៉ុន្តែភាគច្រើនយើងមិនដែលដឹងទេថាតើហេតុអ្វីបានជាយើងងាយនឹងប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងអ្នកដទៃបែបនេះហេតុអ្វីបានជាពេលដែលឃើញអ្នកដទៃជោគជ័យវាធ្វើឲ្យយើងមានអារម្មណ៍ដូចជាយើងកំពុងបរាជ័យតាំងពីក្មេងមកយើងត្រូវបានវាស់វែងដាក់បន្ទុកដាក់ចំណាត់ថ្នាក់និងវិតម្លៃដោយប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃជានិច្ចតើនរណាឆ្លាតជាងនរណាលឿនជាងនរណានាំមុខយូរៗទៅការប្រៀបធៀបคล้ายជារឿងធម្មតាហើយវាកើតឡើងដោយស្វ័យប្រវត្តិយើងប្រៀបធៀបព្រោះយើងចង់មានភាពច្បាស់លាស់ពេលឃើញអ្នកដទៃធ្វើបានល្អជាងយើងគិតថាប្រហែលជាមានរូបមន្តអ្វីមួយដែលយើងមិនដឹងការប្រៀបធៀបធ្វើឲ្យយើងគិតថាជីវិតគឺជាបន្ទាត់ត្រង់មួយហើយយើងតែងតែឈរនៅពីក្រោយគេបើបន្ថែមបណ្ដាញសង្គមចូលទៅទៀតវាធ្វើឲ្យអារម្មណ៍នេះកាន់តែរាលដាលខ្លាំងឡើងរាល់ថ្ងៃយើងតែងតែមើលឃើញពីភាពជោគជ័យរបស់អ្នកដទៃការឡើងតំណែងការបើកអាជីវកម្មថ្មីមានទំនាក់ទំនងល្អនិងសមិទ្ធផលធំៗពេលឃើញមនុស្សភាគច្រើនមើលទៅជោគជ័យយើងនឹងចាប់ផ្ដើមគិតថាខ្លួនឯងប្រហែលជាមនុស្សតែម្នាក់គត់ដែលមិនទាន់ឈានទៅដល់ទីនោះការប្រៀបធៀបនឹងក្លាយជារឿងដ៏គួរឲ្យឈឺចាប់មួយដោយវាបំលែងការសង្កេតធម្មតាទៅជាការរិះគន់ខ្លួនឯងនៅក្នុងប្រធានបទថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាថាតើយើងអាចដោះស្រាយបញ្ហាខាងលើដោយរបៀបណាតែយើងធ្វើម៉េចទើបអាចឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃខាងក្រោមនេះគឺជាវិធីសាស្ត្រសំខាន់ដែលយើងទាំងអស់គ្នាគួរតែដឹងដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្តពីការប្រៀបធៀបទី1ទទួលស្គាល់ការប្រៀបធៀបថាជាទម្លាប់ផ្លូវចិត្តមួយជំហានដំបូងក្នុងការដោះស្រាយការប្រៀបធៀបគឺការទទួលស្គាល់ការពិតវាមិនមែនមានន័យថាយើងអន់ឬទន់ខ្សោយនោះទេគ្រាន់តែជាទម្លាប់ផ្លូវចិត្តមួយដែលកើតឡើងដោយស្វ័យប្រវត្តិខួរក្បាលរបស់យើងតែងតែ scan រកមើលពីទីតាំងដែលយើងកំពុងឈរជានិច្ចហើយបញ្ហាចាប់ផ្ដើមនៅពេលដែល scan ឃើញថាខ្លួនឯងកំពុងឈរនៅពីក្រោយអ្នកដទៃនៅពេលដែលយើងចាប់បានខ្លួនឯងកំពុងប្រៀបធៀបចូលកុំប្រឆាំងជាមួយនឹងគំនិតទាំងអស់នោះដោយកំហឹងផ្ទុយទៅវិញចូលបន្ថយល្បឿនហើយកំណត់សម្គាល់ចំពោះវាឥឡូវនេះខ្ញុំកំពុងតែប្រៀបធៀបសកម្មភាពតូចតាចនេះបដូរពីការប្រតិកម្មទៅជាការសង្កេតជំនួសវិញបន្ទាប់មកចូលសួរខ្លួនឯងបន្ថែមថាតើខ្ញុំកំពុងប្រៀបធៀបទៅលើអ្វីប្រាក់ចំណូលរាងកាយទំនុកចិត្តឬជាអ្វីមួយឲ្យពិតប្រាកដនៅពេលដែលយើងកំណត់ច្បាស់លាស់ហើយជំហានបន្ទាប់គឺបដូរពីការវាស់វែងទៅជាការជំរុញវិញរៀនពីពួកគេរៀនពីចំណុចល្អរៀនពីទម្លាប់ល្អនិងផ្នត់គំនិតល្អៗដើម្បីជំរុញដល់ខ្លួនឯងទី2ដាក់ជាសំណួរលម្អិតការប្រៀបធៀបភាគច្រើនផ្អែកទៅលើព័ត៌មានមិនពេញលេញយើងឃើញពីភាពជោគជ័យរបស់នរណាម្នាក់ហើយសន្មត់យ៉ាងលឿនយើងឃើញពីទំនុកចិត្តរបស់នរណាម្នាក់ឃើញពីរបៀបរស់នៅរបស់នរណាម្នាក់បន្ទាប់មកក៏ធ្វើការសន្មត់ប៉ុន្តែយើងមិនបានដឹងពីភាពតានតឹងការបដិសេធភាពឯកាក៏ដូចជាការបរាជ័យផ្សេងៗនោះទេនៅពេលដែលយើងមិនបានដឹងពីការលាក់បាំងយើងនឹងបង្កើតរូបភាពឥតខ្ចោះមួយសម្រាប់អ្នកដទៃនិងរូបភាពដ៏អាក្រក់មួយសម្រាប់ខ្លួនឯងនៅពេលដែលយើងលម្អិតអំពីរឿងរ៉ាវទាំងមូលការប្រៀបធៀបនឹងថមថយហើយជំនួសឲ្យការគិតតែពីលទ្ធផលសមិទ្ធផលយើងបានមើលឃើញពីការលះបង់ទាំងពេលវេលាធម៌ពលសម្ពាធគ្រប់បែបយ៉ាងនៅពីក្រោយភាពជោគជ័យរបស់នរណាម្នាក់ទី3បដូរការប្រៀបធៀបការប្រៀបធៀបដែលល្អបំផុតគឺជាការប្រៀបធៀបពីការរីកចម្រើនរបស់ខ្លួនឯងនៅពេលដែលយើងវាស់វែងខ្លួនឯងនៅថ្ងៃនេះជាមួយនឹងខ្លួនឯងកាលពីថ្ងៃមុនយើងនឹងឃើញថាតើយើងបានដើរមកឆ្ងាយប៉ុណ្ណាពេលនោះទំនុកចិត្តរបស់យើងនឹងកើនឡើងនៅពេលដែលយើងឃើញខ្លួនឯងកំពុងរីកលូតលាស់បើសិនបើយើងមើលឃើញថាខ្លួនឯងមិនមានអ្វីរីកចម្រើនទេនោះយើងត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀបរស់នៅក្នុងបច្ចុប្បន្នឲ្យល្អប្រសើរដើម្បីរីកចម្រើនទៅមុខសំណួរដ៏សំខាន់ដែលយើងគួរសួរមកកាន់ខ្លួនឯងនោះគឺតើខ្ញុំមានវិន័យជាងមុនដែរទេតើខ្ញុំមានការយល់ដឹងផ្នែកអារម្មណ៍ច្រើនជាងមុនដែរទេតើខ្ញុំមានការព្យាយាមច្រើនជាងមុនដែរទេការប្រៀបធៀបបែបនេះនឹងជំរុញយើងឲ្យមានការខិតខំប្រឹងប្រែងនិងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរជាងមុនខ្លួនយើងកាលពីអតីតកាលคล้ายជាចំណុចចាប់ផ្ដើមរបស់យើងវាคล้ายជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងពិតប្រាកដវាបង្កើនទំនុកចិត្តនិងបន្ថយភាពខ្មាស់អៀនជំនួសឲ្យការនិយាយមកកាន់ខ្លួនឯងថាខ្ញុំត្រូវតាមគេឲ្យទាន់ទៅជាខ្ញុំកំពុងឆ្ពោះទៅមុខការឈានទៅមុខមិនថាវាតូចតាចប៉ុណ្ណានោះទេវាគឺជាការរីកចម្រើនតខ្លួនរបស់យើងទី4ពង្រឹងគុណតម្លៃខ្លួនឯងជាទូទៅយើងផ្ដល់តម្លៃទៅលើការសម្រេចបានអ្វីមួយនៅពេលដែលយើងទទួលបានជោគជ័យទៅលើអ្វីមួយយើងនឹងមានទំនុកចិត្តយើងនឹងមានអារម្មណ៍ល្អប៉ុន្តែទាំងអស់នេះវាមិនថិតថេរនោះទេជួនកាលវាឡើងជួនកាលវាចុះថ្ងៃនេះយើងអាចទទួលបានថ្ងៃស្អែកយើងអាចនឹងបាត់បង់ទៅវិញបើសិនបើយើងពឹងផ្អែកឬវាស់វែងគុណតម្លៃខ្លួនឯងទៅលើរបស់ទាំងអស់នេះទំនុកចិត្តរបស់យើងនឹងឡើងចុះដូចគ្នាតម្លៃពិតប្រាកដមិនមែនស្ថិតនៅលើសមិទ្ធផលឬការយកឈ្នះអ្នកដទៃនោះទេវាស្ថិតនៅលើខ្លួនយើងផ្ទាល់ជំនួសឲ្យការឲ្យតម្លៃទៅលើសមិទ្ធផលចូលផ្ដោតយកចិត្តទុកដាក់ទៅលើដំណើរការចូលឲ្យតម្លៃទៅលើការព្យាយាមទៅលើភាពស្មោះត្រង់ការផ្លាស់ប្ដូរនិងរីកចម្រើនបន្តិចបន្តួចជារៀងរាល់ថ្ងៃនៅពេលដែលយើងផ្ដោតតម្លៃទៅលើរបៀបរស់នៅនោះភាពជោគជ័យឬសមិទ្ធផលខាងក្រៅរបស់អ្នកដទៃវាលែងមានអារម្មណ៍ហាក់ដូចជាយើងកំពុងតែបរាជ័យទៀតហើយពីព្រោះយើងដឹងនិងស្គាល់ពីគុណតម្លៃខ្លួនឯងច្បាស់
ការគោរពខ្លួនឯងទៅលើគុណសម្បត្តិនិងចរិតលក្ខណៈវានឹងបង្កើតឲ្យមានស្ថិរភាពអារម្មណ៍សរុបមកយើងត្រូវទទួលស្គាល់ការពិតថាការប្រៀបធៀបតែងតែកើតមានលើមនុស្សគ្រប់គ្នាវាគឺជារឿងធម្មតាហើយវាកើតឡើងដោយស្វ័យប្រវត្តិដោយទទួលស្គាល់ទម្លាប់ផ្លូវចិត្តមួយនេះផ្លាស់ប្ដូរការប្រៀបធៀបនិងយល់ដឹងពីគុណតម្លៃខ្លួនឯងច្បាស់នោះយើងនឹងអាចរស់នៅដោយលែងមានសម្ពាធពីការប្រៀបធៀបអរគុណសម្រាប់ការស្ដាប់នៅថ្ងៃនេះបើសិនបើចូលចិត្តកុំភ្លេច Subscribe និង Comment ខាងក្រោមជួបគ្នាជាបន្តនៅអេពីសូតក្រោយ